បងសូមខាត់ផ្នែកអង្គមរបស់ជំរាបសួរលោកគ្រូជាបាច់ប្រសពសំលេងហើយកាហ្វេជីរវីជីរបងនេះខ្ញុំមកនិយាយពី topic សំខាន់របស់ជីរបងមកចូលដល់ជីរបងគឺត្រូវមើលចន្លោះជើងឬក៏គោលបំណងសំខាន់ដើម្បីបន្តទៅមេរៀននឹងយល់ដឹងអំពីប្រធានបទផ្សេងៗដែលក្រុមខ្ញុំបានឡើងមកស្ដាប់ទីមួយនោះគឺគេនិយាយអំពីហេតុផលនៃការអភិវឌ្ឍអត់ឈប់ឈរយើងដឹងហើយហេតុអ្វីបានជាយើងត្រូវការអភិវឌ្ឍអត់ឈប់ឈរព្រោះតែមូលហេតុអីឬក៏គោលការណ៍អីឬក៏មានការប្រតិបត្តិផ្នែកពីណាមកបានយើងត្រូវអភិវឌ្ឍអត់ឈប់ឈរទី2នោះគឺទូនាទីរបស់អ្នកគ្រប់គ្រងបើសិនជាស្ថាប័នឬក៏ក្រុមហ៊ុនឬក៏កន្លែងណាមួយដូចជាក្នុងវិទ្យាល័យអត់មានទូនាទីរបស់អ្នកគ្រប់គ្រងត្រូវធ្វើអីអ្នកគ្រប់គ្រងត្រូវចូលអំពីអីអាហ្នឹងគឺវាអត់មានចំណាយថាសមត្ថភាពឬក៏អត្ថភាពដល់សាលាទេអញ្ចឹងហើយយើងត្រូវយល់ដឹងអំពីទូនាទីរបស់អ្នកគ្រប់គ្រងហើយទី3នេះត្រូវយល់ដឹងអំពីរចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍនូវគុណភាពយើងដឹងហើយនៅក្នុងក្រុមហ៊ុនមួយស្ថាប័នមួយត្រូវតែមានរចនាសម្ព័ន្ធត្រឹមត្រូវនិងច្បាស់លាស់ដើម្បីដឹងពីគោលការណ៍ដឹងពីវិន័យនៅក្នុងក្រុមហ៊ុនហ្នឹងថាតើក្រុមហ៊ុនហ្នឹងមានរចនាសម្ព័ន្ធត្រឹមត្រូវហើយគ្រប់គ្រងដល់អ្នកណាជាអ្នកគ្រប់គ្រងបន្ទាល់